លប្រតិបត្តិស័ក្តិសិទ្ធិថ្ងៃទី3សម្ព័ន្ធភាពដ៏ស័ក្តិសិទ្ធិ1អនុវត្តគោលប្រតិបត្តិស័ក្តិសិទ្ធិថ្ងៃទី1គឺគិតដល់តែរឿងល្អៗនៃជីវិតសារឡើងវិញពីប្រការ1ដល់ប្រការ3ដោយកត់ត្រារឿងល្អៗ10យ៉ាងរួចសរសេរហេតុផលដែលអ្នកត្រូវដឹងគុណអានកំណត់ត្រានោះសារជាថ្មីម្ដងទៀតរួចដល់ពេលអានរឿងល្អៗនីមួយៗចប់ហើយចូលនិយាយថាអរគុណអរគុណអរគុណហើយធ្វើឲ្យអារម្មណ៍ដឹងគុណចំពោះអ្វីល្អៗទាំងនោះមានសភាពជ្រាលជ្រៅបំផុតតាមដែលអាចធ្វើទៅបាន2ជ្រើសរើសមនុស្សដែលអ្នកចិត្តដិតបំផុត3នាក់និងរករូបថតរបស់ពួកគេឲ្យបាន3ដាក់រូបថតនៅពីមុខរួចសរសេរពីអ្វីដែលអ្នកត្រូវដឹងគុណខ្លាំងបំផុតចំពោះបុគ្គលនោះឲ្យបាន5ចំណុចចូលក្នុងសៀវភៅឬក្នុងកុំព្យូទ័រ4ចូលចាប់ផ្ដើមមួយប្រយោគដោយពាក្យស័ក្តិសិទ្ធិគឺដឹងគុណរួចថែមដោយឈ្មោះបុគ្គលនោះនិងអ្វីដែលអ្នកដឹងគុណខ្លាំងបំផុតជាងគេ5ដាក់រូបថតអ្នកទាំង3តាមខ្លួនអ្នកក្នុងថ្ងៃនេះឬដាក់នៅទីកន្លែងដែលអ្នកបានឃើញជាញឹកញាប់ត្រូវឆ្លៀតពេលមើលរូបទាំងនោះយ៉ាងតិចឲ្យបាន3ដងក្នុងមួយថ្ងៃនិយាយថាអរគុណនឹងរូបថតរបស់គេឧទាហរណ៍ដូចជាអរគុណពូសុកមីសៅជាដើម6មុនពេលចូលដេកពេលយប់ចូលក្តាប់ថ្មស័ក្តិសិទ្ធិក្នុងដៃម្ខាងរួចនិយាយពាក្យស័ក្តិសិទ្ធិថាអរគុណសម្រាប់រឿងល្អបំផុតដែលកើតឡើងក្នុងថ្ងៃនេះ